យ៉ាងនឹងចូលទៅដល់ទាំងកូនគេខ្ញុំទៅសំញ៉ាយឲ្យគួយគុណពីនិតរៀននោះហើយសានអៀនម្នាក់ទាំងអង្គុយចិត្តមកក្មេកពីនិតជំរិតដេញដោលសួរថាមើលមុខមើលដៃជើងឲ្យក្រោកចូលឡើងបងវិលសួរថាស្លូតឬខលឯងបានរៀនសូត្រដល់ណាឆ្លើយតាមម៉េចដេញដោលដោយឡើងសាលាឲ្យខ្ញុំវិចារឬគេលួចស្ដាប់សំនៀងតាឯងនោះអៀនហើយចោះមិនដេចឡើយវាចង់រៃលោកចាស់បែបកែចាយឲ្យគេសាច់កាត់ឯងនឹកអៀនអន់ស្ដាយ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 នៅខ្ញុំស្រាប់តែដល់ពេលបាយមហូបទាំងឡាយរៀបត្រាខ្ញុំរៀបរឹកយ៉ាងណាដើម្បីឲ្យបានសមរម្យក្លិនមហូបឈ្ងុយឆ្ងាញ់រាល់ទៅធ្វើរំទុំតូចណាស់អីទៅរូបខ្ញុំម្នាងលូតលាន់នឹងគេពុកម៉ែធ្វើយ៉ាងនឹងចូលទៅដល់ទាំងកូនគេយកខ្ញុំទៅសំញ៉ាយឲ្យគេគួយគុណពីនិតអ៊ីននោះអើយសានអ៊ីនម្នាក់ទាំងអង្គុយចិត្តមកក្មេកពីនិតជំរិតដេញដោលសួរថាមើលមុខមើលដៃជើងឲ្យក្រោកចូលឡើងបងវិលសួរថាស្លូតឬខលឯងមិនសូត្រដល់ណាអូឆ្លើយតាមម៉េចដេញដោលដោយឡើងសាលាឲ្យខ្ញុំវិចារឬគេលួចស្ដាប់ថាឯងនោះអៀនហើយចង់មិនដេចឡើយចង់រៃលោកខ្វះបាយចាំចាយឲ្យគេសាយកាត់អើយនឹកអៀនអត់ដាច់ស្ដាយស្ដាយស្ដាយនឹកខ្ញុំស្រាប់តែដល់ពេលបាយមហូបទាំងឡាយរៀបត្រាខ្ញុំរៀបរឹកយ៉ាងណាដើម្បីឲ្យបានសមរម្យក្លិនមហូបឈ្ងុយឆ្ងាញ់រាល់តែធ្វើរំទុំតូចណាស់អីតែរូបខ្ញុំម្នាងលូតលាន់នឹង